សួស្តីបងប្អូនមិត្តអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយកជាគោលនៅជាផ្សំមួយចំនួនដែលតាក់ទងទៅនឹងពាក្យថាអំណាចមកធ្វើការចែករំលែកដល់បងប្អូនទាំងអស់គ្នាទុកគ្រាន់ជាចំណេះដឹងខ្លះបន្ថែមទៀតដោយមានបងប្អូនមិត្តភក្តិអ្នកអាននិងអ្នកស្ដាប់មួយចំនួនគាត់បានសួរខ្ញុំអំពីពាក្យថាអំណាចសម្រាប់ពេលនេះដែរខ្ញុំក៏សូមធ្វើការបកស្រាយចែករំលែកជូននៅអត្ថន័យនៃពាក្យអំណាចជាគោលទៅតាមចំណុចនឹងផ្ទាល់ខ្លួនហើយនឹងខ្ញុំធ្វើការដកស្រង់ខ្លះពីការរៀនសូត្ររបស់ខ្ញុំក៏ដូចជាការដកស្រង់ចេញអំពីខ្លឹមសារមួយចំនួនដែលខ្ញុំធ្លាប់បានឆ្លងកាត់ពីវគ្គ Gender ដែលខ្ញុំបានសិក្សារួចមកធ្វើការចែករំលែកជូនជាចន្លោះដោយមិនបានជាគ្រប់ជ្រុងជ្រោយពេកនោះទេហើយចង់ជំរាបទៅបងប្អូនដែលថាការបកស្រាយនេះគឺខ្ញុំនឹងបកស្រាយតាក់ទងជាមួយនឹងអ្វីជាសំខាន់គឺតែអត្ថន័យនៃអំណាចនៅក្នុងខ្លួនយើងតែប៉ុណ្ណោះថាតើក្នុងខ្លួនយើងនេះមានសក្តានុពលហើយនឹងមានគេថាឥទ្ធិពលឬក៏អំណាចអ្វីខ្លះដែលអាចធ្វើឲ្យខ្លួនយើងនឹងមានភាពរីកចម្រើននៅក្នុងការអនុវត្តបំពេញការងារក៏ដូចជាការប្រស័យតាក់ទងនៅក្នុងជីវភាពប្រចាំថ្ងៃដើម្បីធ្វើឲ្យជីវិតរបស់យើងនឹងកាន់តែប្រសើរឡើងនៅក្នុងនោះដែរខ្ញុំក៏សូមលើកយក5ចំណុចសំខាន់ដែលពាក់ព័ន្ធទៅជាមួយនឹងពាក្យអំណាចនោះទី1ហ្នឹងគឺអំណាចគ្រប់លើហើយទី2គឺអំណាចធ្វើអ្វីមួយបាននិងទី3គឺអំណាចរួមទី4អំណាចខាងក្នុងហើយនិងទី5គឺអំណាចក្រោមដូចខ្ញុំបានជំរាបជូនបងប្អូនមិត្តដែលស្ដាប់អញ្ចឹងថាខ្ញុំអត់បានធ្វើការពន្យល់បង្ហាញតាក់ទងជាមួយនឹងចំណុចមួយឲ្យលម្អិតទេខ្ញុំគ្រាន់តែលើកជាគោលជាទុននៅក្នុងការគិតពិចារណាសម្រាប់បងប្អូនមិត្តអ្នកស្ដាប់ទាំងអស់គ្នាតែប៉ុណ្ណោះទី1គឺអំណាចគ្រប់លើនៅក្នុងនោះមានធាតុចូលរបស់វាអាចមានដូចជាទ្រព្យសម្បត្តិមានទូនាទីបុណ្យស័ក្តិហើយនិងសម្ភារៈនៅក្នុងចំណុចទី1នេះវាមានការតាក់ទងច្រើនទៅនឹងប្រភពអំណាចនៃការដឹកនាំហើយចំណុចប្រភពអំណាចនៃការដឹកនាំនេះខ្ញុំនឹងធ្វើការលើកយកមកបកស្រាយរៀងលម្អិតតិចដើម្បីធ្វើការចែករំលែកជាបន្តទៀតនៅក្នុងចំណុចបន្ទាប់ខាងក្រោមហើយចំណុចទី2គឺអំណាចធ្វើអ្វីមួយបានអំណាចធ្វើអ្វីមួយបាននេះគឺផ្ដោតទៅលើសកម្មភាពដែលយើងអាចធ្វើអ្វីមួយបានសម្រេចនៅក្នុងនោះអាចមានដូចជាការដោះស្រាយទៅលើអ្វីមួយបានដោយបុគ្គលខ្លួនឯងមានន័យថាការធ្វើកិច្ចការងារមួយហ្នឹងគឺអត់មានសម្ពាធឬក៏ការបញ្ជាឬក៏ការរាំងស្ទះពីបុគ្គលណាមួយទេវាមិនមានការរងសម្ពាធពីនរណាហើយមិនមានការគៀបសង្កត់ពីនរណាម្នាក់ដែលយើងអាចធ្វើអ្វីមួយបានអាចចាត់ទុកថាវាជាកាតព្វកិច្ចរបស់យើងផងដែរចំណុចទី3គឺអំណាចរួមគឺវាកើតចេញអំពីការរួមគ្នាដែលនៅក្នុងនោះមានដូចជាការប្រមូលផ្ដុំដូចជាការទាមទារអ្វីមួយឬក៏ការស្វែងរកយុត្តិធម៌ជាដើមចំណុចទី4គឺអំណាចខាងក្នុងហើយអំណាចខាងក្នុងនេះគឺជាអំណាចមួយដែលតាក់ទងទៅនឹងខ្លួនឯងសុទ្ធសាធដឹងពីអ្វីដែលខ្លួនឯងធ្វើបានមានន័យថាយើងមានសមត្ថភាពពេញលេញនៅក្នុងការធ្វើកិច្ចការអ្វីមួយដោយខ្លួនឯងដែលនៅខ្លួនឯងបានដឹងជាមុនថាកិច្ចការងារនេះគឺយើងអាចសម្រេចបានហើយមួយទៀតហ្នឹងគឺយើងជាអ្នកដឹកនាំដែលជាចង់និយាយថាអំណាចខាងក្នុងហ្នឹងគឺវាស្របទៅជាមួយនឹងអ្វីដែលការអភិវឌ្ឍខ្លួនឯងដូចអ្វីដែលខ្ញុំបានលើកឡើងពីកន្លងមកជារឿយតាក់ទងជាមួយនឹងការអភិវឌ្ឍខ្លួនអញ្ចឹងទោះបីយ៉ាងណាក៏យើងនៅតែជាបំផុតអំពីការអភិវឌ្ឍខ្លួនជាប្រចាំបន្ថែមជានិច្ចដែរហើយមួយទៀតហ្នឹងគឺយើងមានសមត្ថភាពពេញលេញនៅក្នុងការសម្រេចការងារអ្វីមួយមានភាពខ្លាំងនិងទេពកោសល្យពីកំណើតជាដើមហើយនៅចំណុចទី5នោះគឺអំណាចក្រោម
អំណាចក្រមគឺជាអំណាចដែលវាហាក់ដូចជាមានភាពស្មុគស្មាញបន្តិចនៅក្នុងការបញ្ចេញមកក្រៅដូចជាការរងនៅភាពអយុត្តិធម៌ដូចជាការដែលអាចគ្មានសិទ្ធិនៅក្នុងការការពារខ្លួនឯងនិងមួយទៀតគឺខុសក៏ត្រូវទទួលហើយត្រូវក៏យើងត្រូវតែទទួលដែរតើតងជាមួយនឹង5ចំណុចខាងលើនេះគឺខ្ញុំសូមលើកឡើងតែប៉ុណ្ណេះដើម្បីមកធ្វើការចែករំលែកជាគោលហើយខ្ញុំក៏សូមបញ្ជាក់ជាថ្មីឡើងវិញផងដែរថាខ្ញុំនេះក៏មិនមែនជាអ្នកសិក្សាទៅលើផ្នែកច្បាប់អីនោះដែរហើយការលើកឡើងនេះក៏មិនមែនមានចេតនាបកស្រាយអ្វីមួយដែលពាក់ព័ន្ធទៅលើខ្លឹមសារនៃច្បាប់អត្ថន័យនៃច្បាប់ផ្នែកណាមួយនោះដែរក៏ទេដែរទាំងនេះវាគ្រាន់តែជាអ្វីដែលខ្ញុំចង់បង្ហាញឲ្យខ្លួនយើងម្នាក់អាចយល់បានកាន់តែច្បាស់ថានៅក្នុងខ្លួនយើងគឺមានអំណាចអ្វីខ្លះហើយអំណាចបែបណាខ្លះហើយខ្លួនយើងនឹងត្រូវធ្វើការកសាងអ្វីខ្លះហើយនឹងត្រូវទាញអ្វីខ្លះចេញពីខ្លួនយើងនិងធ្វើអ្វីខ្លះដើម្បីឲ្យខ្លួនយើងនឹងអាចទទួលបាននូវភាពរឹងមាំភាពក្លាហាននិងមានឥទ្ធិពលនៅក្នុងការជំរុញសមត្ថភាពរបស់យើងនឹងឲ្យកាន់តែប្រសើរនិងរីកចម្រើនទៅមុខបានមួយកម្រិតថែមទៀតអញ្ចឹងជាបន្តខ្ញុំក៏សូមធ្វើការចែករំលែកដោយលើកយកមកបន្ថែមទៀតនោះគឺប្រភពអំណាចនៃការដឹកនាំដើម្បីធ្វើការចែករំលែកជូនដល់បងប្អូនមិត្តអ្នកស្ដាប់ឲ្យបានជាចំណេះដឹងខ្លះប្រភពអំណាចនៃការដឹកនាំប្រភពនេះគឺនៅក្នុងនេះខ្ញុំមានប្រភពអំណាចសំខាន់ចំនួន5ដែលអាចជួយជំរុញឲ្យយើងនេះคล้ายទៅជាអ្នកដឹកនាំមួយរូបដែលមានលក្ខណៈល្អប្រសើរហើយនឹងអាចមានឥទ្ធិពលផងដែរខ្ញុំជឿថាចំណុចទាំង5ដែលខ្ញុំនឹងបកស្រាយជូនបន្តិចទៀតនេះបងប្អូនមិត្តអ្នកស្ដាប់ទាំងអស់គ្នាដែលមានបំណងចង់ឲ្យការអភិវឌ្ឍខ្លួនឯងមានលក្ខណៈកាន់តែប្រសើរឡើងនោះអាចយកទៅធ្វើការពិចារណានិងអាចអនុវត្តបានហើយវាពិតជាចំណេះដឹងមួយយ៉ាងល្អដែរហើយខ្ញុំជឿថានៅក្នុងខ្លួនរបស់យើងគឺមានអ្វីទាំងអស់នោះសំខាន់តើយើងយកវាចេញមកដោយរបៀបណាហើយយើងបង្វឹកខ្លួនយើងដោយវិធីណាដើម្បីឲ្យអ្វីទាំងអស់នោះវាមានសមត្ថភាពពេញលេញនៅក្នុងការដុសខាត់និងរុញច្រានយើងឲ្យទៅរកភាពជោគជ័យនិងភាពរីកចម្រើនសម្រាប់ខ្លួនយើងអញ្ចឹងចំណុចទី1ខ្ញុំសូមលើកយកតាក់ទងជាមួយនឹងអំណាចបុគ្គលនេះគឺយើងចង់បង្ហាញអំពីលក្ខណៈបុគ្គលភាពរបស់មនុស្សម្នាក់ដែលមានហើយនៅក្នុងនោះយើងអាចមានធាតុផ្សំមួយចំនួនទៀតដូចជាសុខភាពនេះគឺជាចំណុចមួយដែលសំខាន់ណាស់ដែលបងប្អូនទាំងអស់គ្នាច្បាស់ជាដឹងហើយយល់ក៏ច្បាស់ណាស់ដែរតាក់ទងជាមួយនឹងកត្តាសុខភាពនេះពីព្រោះនៅក្នុងសង្គមយើងរស់នៅបច្ចុប្បន្នគេចាត់ទុកថាសុខភាពនេះគឺជារឿងចម្បងទី1ហើយដែលយើងត្រូវយកចិត្តទុកដាក់អញ្ចឹងសុខភាពនេះគឺសំខាន់ណាស់សម្រាប់ខ្លួនយើងជាអ្នកដឹកនាំអញ្ចឹងយើងត្រូវតែរៀបចំពេលវេលាយើងឲ្យសមគួរយ៉ាងណាលៃលកនៅក្នុងការធ្វើលំហាត់ប្រាណខ្លួនឯងដែលមានកីឡាផ្សេងដែលជាការនិយមចូលចិត្តតាមចំណង់ចំណូលចិត្តយើងខ្លួននេះដើម្បីធ្វើយ៉ាងណាថែរក្សាសុខភាពយើងឲ្យបានគង់វង្សឋិតថេរហើយទី2នោះគឺតាក់ទងជាមួយនឹងរូបសម្បត្តិចឹងរូបសម្បត្តិនេះខ្ញុំអត់បដោតទៅលើភាពស្រស់ស្អាតនៃរូបសម្បត្តិទេក៏ប៉ុន្តែខ្ញុំចង់បដោតទៅលើការថាការរក្សានៅរូបរាងកាយយើងឲ្យវាមានស្ថិរភាពមិនស្គមពេកមិនធាត់ពេកឬក៏មិនមានលក្ខណៈណាមួយដែលវាខុសប្រក្រតីអញ្ចឹងដើម្បីឲ្យរូបសម្បត្តិនេះវាមានលក្ខណៈលំនឹងល្អនោះគឺយើងត្រូវតែគិតពីរបបអាហាររបស់យើងឲ្យបានត្រឹមត្រូវហើយយើងត្រូវទទួលទាននៅអាហារដែលមានគុណភាពដែលអាចជួយដល់រាងកាយរបស់យើងដែរដូចជាអាហារដែលមិនមានជាតិសាច់ច្រើនពេកហើយយើងទទួលទានប្រភេទអាហារបែបជាបន្លែឬក៏អាហារបែបសុខភាពដែលអាចជួយដល់សុខភាពបាននៅពេលដែលយើងមានសុខភាពល្អ
យើងហូបអាហារបានល្អនោះរូបសម្បត្តិយើងក៏នៅរក្សាបានល្អដូចគ្នាហើយការទទួលទាននោះក៏ត្រូវតែឲ្យមានកម្រិតបាទមិនច្រើនពេកដូចគេចាស់ថាកុំឃ្លានតាមចង់បាទហើយមួយទៀតគឺឲ្យបានទៀងទាត់ពេលវេលាពីព្រោះបញ្ហាបច្ចុប្បន្ននេះយើងឃើញហើយថាការទទួលទានមិនទៅតាមពេលវេលាឲ្យបានត្រឹមត្រូវភាគច្រើនបងប្អូនយើងគឺមានជំងឺក្រពះបាទហើយខ្ញុំក៏ដូចគ្នាដែរក៏ព្យាយាមហូបចុកនេះឲ្យវាមានពេលវេលាច្បាស់លាស់ដែរតែយ៉ាងណាក៏ដូចជាបំផុតដោយសារតែយើងមានកិច្ចការងារច្រើនត្រូវធ្វើដែរអញ្ចឹងការខកខានពេលវេលាមួយចំនួនក៏វាកើតឡើងក៏ប៉ុន្តែយ៉ាងណាក៏មកដល់វ័យនេះក៏យើងមិនថាយើងមានសុខភាពល្អទេតែគាត់ថាយើងមិនទាន់ជួបប្រទះនៅបញ្ហាធ្ងន់ធ្ងរហើយមួយទៀតហ្នឹងគឺការសម្រាកឲ្យបានគ្រប់គ្រាន់មានន័យថាការសម្រាករបស់យើងក៏អាចឲ្យបានគ្រប់គ្រាន់សមល្មមទៅនឹងសុខភាពរបស់យើងដែរបាទទាំងប្រមាណខាងលើនេះវាតកតងជាមួយនឹងអំណាចរបស់បុគ្គលហើយមួយទៀតហ្នឹងគឺអត្តចរិតនេះក៏ជាចំណុចមួយដែលសំខាន់ដែរបាទយើងជាអ្នកដឹកនាំដែលអាចមានសក្តានុពលហើយអាចមានអំណាចទៅលើបុគ្គលផ្សេងទៀតដែលនៅជុំវិញខ្លួនយើងហ្នឹងក៏អាស្រ័យទៅលើអត្តចរិតរបស់យើងបើយើងជាមនុស្សច្រឡោងកោងកាចយើងមានជាមនុស្សដែលមានចរិតលក្ខណៈមិនល្អនោះក៏វាអត់មានឥទ្ធិពលណាមួយដែលធ្វើឲ្យគេកោតសរសើរយើងដែរហើយមួយទៀតគឺភាពជាអ្នកទទួលខុសត្រូវខ្ពស់ភាពជាអ្នកទទួលខុសត្រូវខ្ពស់នេះក៏វាសំខាន់នៅក្នុងការអនុវត្តការងារនិងការដឹកនាំដែរអញ្ចឹងរាល់កិច្ចការងារដែលយើងប្រគល់ជូនទៅអ្នកនៅក្រោមអាវ៉ាតក៏ដូចជាកិច្ចការងារដែលយើងអនុវត្តបំពេញក៏យើងត្រូវតែមានការទទួលខុសត្រូវមួយខ្ពស់នៅក្នុងភាពជាអ្នកដឹកនាំមួយទៀតនោះគឺការគិតហ្នឹងគឺយើងត្រូវតែមានការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយត្រូវតែបានគិតឲ្យបានវែងឆ្ងាយមុននឹងធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវមួយបាទនៅពេលដែលយើងធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវក្រោយពេលដែលយើងធ្វើការពិចារណាយ៉ាងល្អិតល្អន់នោះហើយនោះលទ្ធផលវានឹងអាចកប់ប្រសើរច្រើនជាងអ្វីដែលយើងមិនបានធ្វើការពិចារណាហើយយើងចិត្តតែធ្វើការសម្រេចចិត្តដោយមិនបានពិចារណាចំណុចសំខាន់មួយទៀតនោះគឺការនិយាយស្ដីក៏ជាចំណុចមួយដែលសំខាន់ដែរហើយវាក៏ជាធាតុផ្សំនៃការកសាងអំណាចយើងដែរដែលពាក្យចាស់បានតែងតែលើកឡើងមកពន្យល់ហើយនឹងបង្ហាញឲ្យយើងបានដឹងថាសម្ដីសជាតិនិយាយសពូជបាទអញ្ចឹងសម្ដីនេះគឺវាសំខាន់ណាស់អញ្ចឹងគ្រប់កលៈទេសៈនិងស្ថានភាពមិនថានៅក្នុងស្ថានភាពជីវិតរស់នៅប្រចាំថ្ងៃក៏ដូចជានៅក្នុងជីវភាពការងារប្រចាំថ្ងៃទេទោះបីយើងមានទូនាទីបុណ្យស័ក្តិឬក៏ឋានៈឲ្យបែបណាក៏ដោយឬក៏យើងស្ថិតនៅក្នុងកម្រិតជាកូនចៅគេក៏ដោយក៏យើងត្រូវតែយល់អំពីការប្រើប្រាស់ភាសាអញ្ចឹងសម្ដីដែលផ្អែមពីរោះពិសាយើងចេះស្គាល់ចាស់ស្គាល់ទុំស្គាល់ខ្ពស់ស្គាល់ទាបនោះគឺបង្ហាញអំពីភាពថ្លៃថ្នូររបស់យើងហើយវាក៏មានគុណតម្លៃសម្រាប់ខ្លួនយើងដែរហើយមួយចំណុចទៀតហ្នឹងគឺកាយវិការនេះគឺខ្ញុំចង់ផ្ដោតជារួមទៅលើការដេកដើរឈរអង្គុយគឺយើងធ្វើយ៉ាងណាក៏ដោយឲ្យបានសមស្របសមល្មមទៅតាមពេលវេលានិងកលៈទេសៈជាក់ស្ដែងមិនមែនគិតថាចង់សម្ញែងឬក៏ចង់សម្ដែងកាយវិការបែបម៉េចនៅក្នុងស្ថានភាពដែលមិនសមគួរបែបម៉េចឬក៏ស្ថានភាពណាយើងគួរតែរៀបចំចិត្តរឹកពីរបស់យើងឲ្យបានល្អការដេកដើរឈរអង្គុយរបស់យើងនឹងគឺត្រូវតែមានបត់បែនទៅតាមពេលវេលាដែលសមគួររបស់យើងទាំងប្រមាណដែលខ្ញុំបានលើកមកនេះគឺសុទ្ធតែជាធាតុផ្សំមួយជាធាតុចូលមួយនៅក្នុងចំណុចទី1ដែលតាក់ទងជាមួយនឹងអំណាចបុគ្គលអញ្ចឹងបើសិនជាបងប្អូនមិត្តអ្នកស្ដាប់បានស្ដាប់នៅអ្វីដែលខ្ញុំបានចែករំលែកហើយបងប្អូនសាកគិតពិចារណាមើលថាតើទាំងអស់នេះវាសមស្របទេហើយបើសិនជាមានអ្វីដែលបងប្អូន
គិតថានឹងមានការខុសខាតហើយបងប្អូនចង់ចូលរួមចែករំលែកនិងផ្ដល់ជាយោបល់បន្ថែមសូមបងប្អូនជួយ comment នៅក្នុង channel YouTube របស់ខ្ញុំផងបាទហើយចំណុចទី2គឺតាក់ទងជាមួយនឹងអំណាចសមត្ថភាពនេះក៏ជាចំណុចមួយដែលសំខាន់ដែរដើម្បីឲ្យយើងមានសមត្ថភាពកើនឡើងជាប់ជាលំដាប់នោះយើងដែលខាតត្រូវតែបន្តការអភិវឌ្ឍខ្លួនឯងឲ្យបានជាប់ជាប្រចាំហើយអ្វីដែលយើងត្រូវតែធ្វើការអភិវឌ្ឍនោះគឺទី1គឺចំណេះដឹងនោះគឺត្រូវតែធ្វើការបន្តការរៀនសូត្រឲ្យជាប់ជានិច្ចការរៀនសូត្រនោះគឺយើងអាចរៀនសូត្រពីគ្រប់បច្ចដ្ឋាននៅជុំវិញខ្លួនយើងមិនថាយើងបន្តការសិក្សាបន្ថែមនៅមហាវិទ្យាល័យណាមួយទេទៅលើចំណេះជំនាញដែលយើងបានសិក្សាយើងអាចបន្តពីមហាវិទ្យាល័យទៅដល់អនុបណ្ឌិតឬក៏យើងអាចបន្តពីអនុបណ្ឌិតទៅដល់ថ្នាក់បណ្ឌិតថែមទៀតឬក៏យើងអាចបន្ថែមទៅលើចំណេះទៅលើមុខជំនាញផ្សេងៗទៀតនៅសាកលវិទ្យាល័យនានាដើម្បីធ្វើម៉េចឲ្យចំណេះដឹងរបស់យើងនឹងកាន់តែធំទូលាយឡើងហើយមួយទៀតហ្នឹងគឺយើងរៀនអំពីមជ្ឈដ្ឋាននៅជុំវិញខ្លួនយើងហើយនៅក្នុងនេះដែរខ្ញុំតែងតែផ្ដោតលើថាមនុស្សយើងអាចមានការប្រែប្រួលគឺមានរឿង3ដែលសំខាន់ដែលអាចឲ្យយើងផ្លាស់ប្ដូរបានទី1នោះគឺមនុស្សដែលយើងជួបប្រទះហើយទី2នោះគឺសភៅដែលយើងអានហើយទី3នោះគឺសង្គមបរិយាកាសដែលយើងរស់នៅមនុស្សដែលយើងជួបប្រទះនោះគឺពិតជាអាចអូសទាញយើងបានឬក៏យើងអាចអូសទាញគេបានឲ្យដើរទៅតាមផ្លូវមួយត្រឹមត្រូវគឺវាអាស្រ័យលើខ្លួនយើងថាតើយើងរឹងមាំប៉ុណ្ណាហើយមួយទៀតនោះសភៅដែលយើងអានតើយើងចូលចិត្តអានសភៅប្រភេទណាសភៅដែលយើងអាននោះវានឹងទាញការគិតរបស់យើងឲ្យដើរទៅតាមផ្លូវដែលសភៅយើងចូលចិត្តអាននោះឯងហើយមួយទៀតគឺសង្គមបរិយាកាសដែលយើងរស់នៅខ្ញុំមិនបន្ទោសទៅលើសង្គមបរិយាកាសទេជួនកាលយើងមិនអាចបដិសេធបានថាយើងម្នាក់អត់មានបំណងនៅក្នុងថាត្រូវតែកើតនៅទីនេះហើយមិនមែនមានន័យថាមានបំណងចង់ទៅកើតនៅទីនោះទៅតាមចិត្តដែលយើងបានទេក៏ប៉ុន្តែយ៉ាងណាយើងមិនអាចទាមទារបានយើងមិនអាចធ្វើអ្វីតាមការចង់បានរបស់យើងថាយើងត្រូវតែកើតនៅទីនេះឬក៏កើតនៅទីនោះអញ្ចឹងអ្នកខ្លះក៏កើតមកនៅក្នុងសង្គមបរិយាកាសមួយដែលគេហៅថាមនុស្សរួមសមទៅនឹងអ្វីដែលជាបរិយាកាសល្អប្រសើរហើយអ្នកខ្លះក៏កើតនៅតាមទីនានាដែលមានបរិយាកាសហើយនឹងការអំណោយផលនោះមិនល្អក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនៅក្នុងស្ថានភាពណាក៏ដោយលើកទឹកចិត្តឲ្យយើងទាំងអស់គ្នានឹងខិតខំប្រឹងប្រែងកសាងភាពនឹងណរបស់ខ្លួនឯងពង្រឹងសមត្ថភាពខ្លួនឯងដើម្បីឲ្យខ្លួនឯងនឹងគឺជាបង្គោលមួយដែលសំខាន់ដើរតាមផ្លូវមួយដែលត្រឹមត្រូវអញ្ចឹងយើងត្រូវកលេចមើលមកចំណុចទី1ថាតើមនុស្សនៅជុំវិញខ្លួនយើងនឹងគឺជាមនុស្សប្រភេទណាតើអ្នកណាគឺជាមនុស្សដែលសំខាន់ដែលយើងគួរយកគំរូតាមហើយពួកគាត់នឹងដែលមានសមត្ថភាពពេញលេញដែលគិតថាគាត់អស្ចារ្យហើយយើងអាចធ្វើតាមគាត់បានទី2នោះយើងព្យាយាមរកសិភៅប្រភេទណាដែលអាចមកជួយខ្លួនយើងបានឲ្យយើងនឹងដើរទៅតាមគន្លងមួយល្អនោះយើងនឹងអាចទោះបីថាយើងកើតនៅក្នុងសង្គមបរិយាកាសមួយណាក៏ដោយក៏សង្គមបរិយាកាសមួយនោះក៏មិនអាចទាញយើងបានដែរតែបើសិនជាយើងអត់បានពិចារណាទៅលើទាំងអស់នេះទេនោះសង្គមបរិយាកាសនឹងទាញយើងទៅដើរផ្លូវមួយដែលហុចផលអវិជ្ជមានហើយសូមកុំបន្ទោសសង្គមបរិយាកាសដែលយើងរស់នៅដោយអ្វីដែលខ្ញុំបានលើកបង្ហាញមិញថាចំណុច3សំខាន់នេះគឺមនុស្សដែលយើងជួបប្រទះសភៅដែលយើងអានហើយនឹងបរិយាកាសដែលយើងរស់នៅអញ្ចឹងបើចំណុចទាំងនេះបញ្ជាក់ថាវាអាចធ្វើឲ្យយើងប្រែប្រួលនាវាជីវិតរបស់យើងបានគឺអាស្រ័យទៅលើខ្លួនអ្នកផ្ទាល់ថាតើយើងចង់ជ្រើសរើសរបៀបណាបែបណាដើម្បីបន្តដំណើរជីវិតរបស់យើងផ្ទាល់ចំណុចមួយទៀតហ្នឹងនៅក្នុងអំណាចសមត្ថភាពហ្នឹងគឺក្រៅពីចំណេះដឹងគឺជំនាញគឺជាចំណុចមួយដែលសំខាន់ដែរគឺយើងត្រូវតែបង្កើនពីប៉ិនប្រសពទៅលើជំនាញដែលយើងមានបើសិនជាយើងមានជំនាញហើយក៏យើងត្រូវតែបន្តបង្កើនចំណេះដឹងបន្ថែមទៅលើជំនាញរបស់យើងបន្ថែមទៀតដើម្បីកុំឲ្យជំនាញរបស់យើងវាស្ថិតនៅនឹងមួយកន្លែងពីព្រោះសម័យកាលនេះគឺសម័យកាលបច្ចេកវិទ្យាហើយ
ជំនាញមួយចំនួនបើយើងមិនខំប្រឹងប្រែងតាមអត់ទាន់បច្ចេកវិទ្យាទេគឺយើងអាចស្ថិតនៅក្រោយគេនៅមួយទៀតហ្នឹងគឺមានទេពកោសល្យហើយអ្នកត្រូវបង្ហាញអំពីភាពវៃឆ្លាតនិងភាពបត់បែនបានដែលជាលក្ខណៈក្នុងការបង្កើតភាពច្នៃប្រឌិតខ្ពស់នៅក្នុងចំណុចនេះគឺយើងត្រូវតែបង្ហាញអំពីភាពវៃឆ្លាតរបស់យើងហើយភាពមានទេពកោសល្យនេះគឺវាអាចចេញមកអំពីចំណេះនិងជំនាញរបស់យើងហើយចំណេះជំនាញហ្នឹងគឺវាដែលយើងធ្វើកិច្ចការងារនេះរាល់ថ្ងៃរាល់ពេលអញ្ចឹងក៏អាចបង្កើតនៅគំនិតថ្មីៗហើយអាចបង្កើតឲ្យយើងមានទេពកោសល្យខ្ពស់នៅក្នុងការច្នៃប្រឌិតទៅលើអ្វីដែលថ្មីហើយមួយទៀតហ្នឹងគឺយើងត្រូវតែមានការអភិវឌ្ឍខ្លួនឯងជានិច្ចបាទអញ្ចឹងវីដេអូកន្លងមករហូតមកដល់ពេលនេះយ៉ាងណាក៏នៅតែមិនគេចផុតពីការអភិវឌ្ឍខ្លួនឯងការអភិវឌ្ឍនេះវាសំខាន់ណាស់បាទអញ្ចឹងយើងត្រូវតែបន្តនៅក្នុងការអភិវឌ្ឍខ្លួនឯងជានិច្ចចំណុចមួយទៀតគឺត្រូវមានគំនិតផ្ដួចផ្ដើមនិងត្រូវចេះចែករំលែកចំណេះដឹងនិងបទពិសោធន៍ដែលមានទៅកាន់អ្នកនៅជុំវិញខ្លួនតាមដែលអាចធ្វើទៅបានអញ្ចឹងនៅពេលដែលយើងមានចំណេះយើងមានជំនាញចាំបាច់យើងត្រូវតែធ្វើការចែករំលែកនៅចំណេះជំនាញរបស់យើងនេះទៅកាន់អ្នកជុំវិញខ្លួនអ្នកដែលគាត់មានបំណងចង់ចេះដូចយើងដែរហើយយើងអាចជួយអ្វីគាត់បានយើងត្រូវតែជួយគាត់បើសិនជាយើងមានចំណេះហើយយើងទុកចោលក៏យើងអាចនិយាយថាយើងកប់វាចោលអញ្ចឹងទីបំផុតហ្នឹងវានឹងចោលយើងអត់មានឱកាសក្នុងការជួយទៅដល់អ្នកបន្តវេនអ្នកចំនួនក្រោយរបស់យើងទេអញ្ចឹងយើងត្រូវតែធ្វើម៉េចបន្តជំរុញនិងចែករំលែកចំណេះដឹងនេះដល់អ្នកជំនាញខ្លួនយើងឲ្យបានច្រើនចំណុចមួយទៀតគឺយើងត្រូវតែពោពេញទៅដោយភាពអត់ធ្មត់ភាពអត់ធ្មត់នេះក៏សំខាន់ហើយខ្ញុំបានលើកឡើងពីវីដេអូមុនហើយមួយទៀតត្រូវតែចេះរៀនពីចំណុចខុសនិងចេះកែលម្អអញ្ចឹងយើងត្រូវដឹងថាកន្លងមកយើងមានចំណុចខ្វះខាតអីខ្លះយើងខុសកន្លែងណាខ្លះហើយយើងត្រូវតែចេះទទួលស្គាល់ការពិតរបស់យើងហើយយើងកែលម្អវានិងត្រូវពង្រឹងខ្លួនយើងលើភាពជាអ្នកដឹកនាំហើយដើម្បីពង្រឹងសមត្ថភាពលើភាពជាអ្នកដឹកនាំនេះបានដូចខ្ញុំបានលើកដដែលជាដដែលថាយើងមានសៀវភៅច្រើនណាស់សម្រាប់អានអញ្ចឹងសូមយើងអានយកសៀវភៅប្រភេទជាអ្នកដឹកនាំនោះយកមកអានឲ្យបានច្រើនហើយបើមិនអញ្ចឹងទេបងប្អូនអាចធ្វើការស្ដាប់คลิปវីដេអូហើយคลิปវីដេអូនៅពេលបច្ចុប្បន្ននេះក៏មានបណ្ដាញសង្គមដែលធ្វើការចែករំលែកច្រើនដែរជាពិសេសនៅក្នុងបណ្ដាញ YouTube ហើយជាក្នុងឱកាសនេះដែរក៏ខ្ញុំបកជំរាបទៅដល់បងប្អូនមិត្តអ្នកស្ដាប់ទាំងអស់គ្នាថាបើបានស្ដាប់វីដេអូហើយជាការលើកទឹកចិត្តសម្រាប់ឲ្យខ្ញុំធ្វើវីដេអូបន្តបន្ថែមទៀតហើយនៅក្នុង channel របស់ខ្ញុំនេះក៏ខ្ញុំនឹងធ្វើការចែករំលែកបទពិសោធន៍និងចំណេះដឹងចេញអំពីសៀវភៅក៏ដូចជាសង្គមធ្វើការចែកជាចំណេះដឹងខ្លះៗដល់បងប្អូនមិត្តអ្នកស្ដាប់ដែលគាត់អត់មានពេលវេលាច្រើននៅក្នុងការអានសៀវភៅដែរអញ្ចឹងនេះសូមកុំភ្លេចជួយចុច like ចុច share ហើយនឹង subscribe ដើម្បីទទួលបានវីដេអូថ្មីៗទៀតផងឈានចូលមកដល់ចំណុចទី3គឺអំណាចទូនាទីនៅក្នុងចំណុចអំណាចទូនាទីនេះគឺខ្ញុំចង់លើកមកបង្ហាញអំពីមុខតំណែងឋានៈទូនាទីរបស់ខ្លួនយើងចំណុចនេះគឺវាសំខាន់ដែរនៅពេលដែលយើងចាប់ដើមចូលទៅបម្រើការងារឬក៏យើងធ្វើកិច្ចការងារមួយតាំងពីកម្រិតទាបនៅពេលដែលយើងបានខិតខំប្រឹងប្រែងទៅតាមដោយអ្វីដែលខ្ញុំបានបង្ហាញពីខាងលើនោះយើងនឹងអាចមានសមត្ថភាពនឹងត្រូវបានថ្នាក់ដឹកនាំឬក៏ថ្នាក់លើរបស់យើងគាត់មើលឃើញលោកនឹងអាចធ្វើការប្រម៉ូទលើកទឹកចិត្តឲ្យយើងនឹងបានឡើងទូនាទីពីមួយថ្នាក់មួយកម្រិតទៅមួយកម្រិតទៀតបាទហើយអញ្ចឹងនៅពេលដែលយើងមានទូនាទីនៅក្នុងការអនុវត្តការងារក៏ដូចជាការសម្រេចចិត្តនោះក៏ជាអំណាចមួយដែរដែលសម្ដែងចេញពីអំណាចទូនាទីរបស់យើងហើយទី4នេះគឺជាដែលជាចំណុចចុងក្រោយហើយក៏ជាចំណុចមួយដែលសំខាន់ខ្លាំងណាស់ដែរនោះគឺអំណាចសេដ្ឋកិច្ចខ្ញុំអាចចាត់ទុកថានេះជាចំណុចមួយដែលសំខាន់បំផុតផងដែរដែលយើងមិនអាចខកបានពីព្រោះថារឿងខ្លះវាមិនអាចដំណើរទៅបានដោយរលូនទេនៅពេលដែលយើងខ្វះប្រភពហិរញ្ញវត្ថុនៅក្នុងនោះដូច្នេះដើម្បីកសាងប្រភពសេដ្ឋកិច្ចហិរញ្ញវត្ថុនោះបានបើសិនជាយើងមិនមានកិច្ចការងារណាមួយបំពេញទេយើងអាចកសាងនៅមុខរបរណាមួយឬក៏មុខរបរច្រើនបើសិនជាយើងមានមួយហើយក៏យើងអាចបន្ថែមទៀតបាន
ដែលអាចជាប្រភពហិរញ្ញវត្ថុនិងអាចរក្សាលំនឹងសេដ្ឋកិច្ចរបស់យើងបានបន្ទាប់ពីយើងកសាងមុខរបរដែលជាប្រភពហើយយើងត្រូវព្យាយាមធ្វើម៉េចរកប្រភពបន្ថែមទៀតដើម្បីអាចរក្សាចំណូលនោះឲ្យបានទៀងទាត់បាននៅពេលដែលយើងកសាងអ្វីខាងលើនេះបានហើយចំណុចទាំងអស់នេះគឺវាជាហេតុដែលនាំឲ្យយើងនឹងគឺអាចមានធនធានទ្រព្យសម្បត្តិច្រើនបើអ្នកដែលគាត់កើតមកនៅក្នុងតកូលខ្ពស់ឬក៏ក្នុងក្រុមគ្រួសារដែលពោពេញទៅដោយធនធានទ្រព្យសម្បត្តិស្រាប់នោះអំណាចសេដ្ឋកិច្ចមួយនេះក៏ពួកគាត់អាចមានរួចជាស្រេចទៅហើយនេះខ្ញុំក៏មិនលើកអំពីអីច្រើនទាក់ទងជាមួយអ្នកដែលគាត់កើតមកមាននៅក្នុងតកូលឬក៏ក្រុមគ្រួសារដែលមានទ្រព្យសម្បត្តិច្រើនរួចជាស្រេចទៅហើយទេក៏ប៉ុន្តែអ្វីដែលសំខាន់នោះទៀតនោះគឺថាតើពួកគាត់នឹងអាចរក្សាធនធាននិងទ្រព្យសម្បត្តិដែលជាគេមរតករបស់គាត់នឹងបានដល់កម្រិតណានៅពេលដែលដល់ចំនួនរបស់គាត់ដែលគាត់ត្រូវតែបន្តនៅក្នុងការអនុវត្តហើយចំណុចមួយទៀតបន្ទាប់ពីចរន្តសេដ្ឋកិច្ចហិរញ្ញវត្ថុល្អហើយចំណុចមួយទៀតដែលសំខាន់នោះគឺយើងត្រូវតែចេះនៅក្នុងការគ្រប់គ្រងនិងចាត់ចែងហិរញ្ញវត្ថុប្រកបដោយតម្លាភាពគណនេយ្យភាពនិងបំពេញមុខងារប្រកបដោយប្រសិទ្ធភាពខ្ពស់ហើយនោះហើយគឺជាធាតុផ្សំមួយនៅក្នុងអំណាចសេដ្ឋកិច្ចដែលអាចឲ្យយើងនឹងកាន់តែមានគេថាភាពខ្លាំងនិងភាពលេចធ្លោបន្ថែមទៀតដូច្នេះអ្វីដែលខ្ញុំបានលើកឡើងខាងលើទាំង4ចំណុចទាក់ទងជាមួយនឹងប្រភពអំណាចនៃការដឹកនាំសំខាន់គឺមាន4ដែលជាគំនិតពិចារណាហើយក៏អាចនឹងជាចំណេះដឹងសម្រាប់បងប្អូនមិត្តអ្នកស្ដាប់ទាំងអស់គ្នាហើយខ្ញុំសូមសរុបមកវិញថាទាំង4នោះរួមមានទី1គឺអំណាចបុគ្គលទី2គឺអំណាចសមត្ថភាពហើយទី3គឺអំណាចទួនាទីហើយនិងទី4គឺអំណាចសេដ្ឋកិច្ចអញ្ចឹងសង្ឃឹមថាអ្វីទាំងអស់ខាងលើដែលខ្ញុំបានចែករំលែកនេះវាជាប្រយោជន៍ដ៏សំខាន់និងជាទុនអាចកសាងសមត្ថភាពផ្ទាល់ខ្លួនរបស់អ្នកទាំងអស់គ្នារួមទាំងខ្ញុំដែរឲ្យកាន់តែប្រសើរនិងរីកចម្រើនតទៅមុខថែមទៀត